សួស្តីអ្នកនរខ្ញុំ William co-founder របស់ Home Gears តាមពិតទៅ Home Gears បានបើកដំណើរការអស់រយៈពេល4ឆ្នាំហើយដោយពួកយើងបានផ្ដោតទៅលើ electronic gadget ច្រើនដូចជា custom PC build mechanical keyboard mouse ក៏ដូចជា monitor ជាច្រើនហើយពួកយើងបានជឿជាក់ទៅលើក្រុមហ៊ុន Samsung តាំងពីឆ្នាំទី2នៃដំណើរការហាងមកម្លេះក្នុងនោះផងដែរពួកយើងបាននាំចូលនៅ monitor ជាច្រើន model សម្រាប់គ្រប់តម្រូវការដូចជា workspace gaming ក៏ដូចជា professional design ផងដែរថ្ងៃនេះខ្ញុំចង់មកណែនាំ monitor ឆ្លាតវៃ2របស់ក្រុមហ៊ុន Samsung ចង់ធ្វើការចង់មើលរឿងកំសាន្តក៏បានហើយអត់ចាំបាច់ប្រើកុំព្យូទ័រទេនោះគឺ model Samsung Smart Monitor M7 AI និង Samsung Smart Monitor M8 AI ចង់ដឹងអត់ថាតើ monitor ទាំងពីរហ្នឹងខុសប្លែកគ្នាអីពី monitor ផ្សេងៗទៀតដូចនេះខ្លះ Samsung Smart Monitor M7 AI ហើយនិង M8 AI វាមិនត្រឹមតែជា monitor ធម្មតាវាជា entertainment digital platform ផងជា workspace ផងហើយក៏ជា smart TV ផងដែរថ្ងៃនេះខ្ញុំចង់លើកចំណុចសំខាន់ៗចំនួន4របស់ monitor ទាំងពីរហ្នឹងចំណុចសំខាន់ទី1គឺ PC-less experiences នោះមានន័យថាអ្នកនរគ្នាអាចប្រើ monitor ទាំងពីរហ្នឹងដោយមិនចាំបាច់ប្រើកុំព្យូទ័រទៀតទេនោះក៏ដោយសារតែ monitor ទាំងពីរហ្នឹងបំពាក់មកជាមួយនឹងប្រតិបត្តិការ Tizen របស់ក្រុមហ៊ុន Samsung ដែលក្នុងនោះមានមុខងារចំនួន3មុខងារទី1នោះគឺមុខងារកំសាន្តអ្នកនរគ្នាអាចមើលកំសាន្ត movie នៅលើ website ល្បីៗដូចជា Netflix Disney Plus Hulu ក៏ដូចជាអ្នកនរគ្នាអាច browse ទៅលើ website ផ្សេងៗបានដោយគ្រាន់តែភ្ជាប់ Wi-Fi មុខងារទី2គឺការធ្វើការដោយក្នុង monitor ទាំងពីរនេះមានមកជាមួយនឹង Microsoft 365 ស្រាប់អញ្ចឹងមិនថាអ្នកនរគ្នាចង់ធ្វើការទៅលើ Word Excel PowerPoint អ្នកនរគ្នាអាចធ្វើបានយ៉ាងរលូនដោយមិនចាំបាច់មានកុំព្យូទ័រឡើយមុខងារទី3គឺ connectivity អញ្ចឹងមានន័យថាអ្នកនរគ្នាអាចភ្ជាប់ទូរស័ព្ទ Samsung ឬក៏ tablet Samsung ណាដែលមានមុខងារ Samsung DeX អញ្ចឹងមានន័យថាអ្នកនរគ្នាអាចធ្វើការចេញពីទូរស័ព្ទទូចមួយឬក៏ tablet ទូចមួយទៅកាន់ monitor ដែលធំហើយច្បាស់រហូតដល់កម្រិត 4K អញ្ចឹងទៅចំណុចសំខាន់ទី2របស់ monitor ទាំងពីរហ្នឹងគឺ monitor ទាំងពីរអាចបង្ហាញកម្រិតរូបភាពច្បាស់រហូតដល់ Ultra HD ឬក៏គ្រប់គ្នាស្គាល់ថា 4K អញ្ចឹងមិនថាអ្នកនរគ្នាធ្វើការឬក៏អ្នកនរគ្នាមើលរឿងកំសាន្តអ្នកនរគ្នាអាចមើលដោយត្រជាក់ភ្នែកនិងកម្រិតរូបភាពច្បាស់ល្អចំណុចសំខាន់ទី3 monitor ទាំងពីរនេះរចនាឡើងដោយគុណភាពប្រណិតនិងទំនើបដោយ monitor M7 AI និង M8 AI មានរាងស្លីមដូចគ្នាគ្រាន់តែថា M8 AI វាមានកម្រាស់ស្ដើងបំផុតហើយបំពាក់មកជាមួយនឹង webcam ចំណុចសំខាន់ចុងក្រោយដែលខ្ញុំចង់មកបង្ហាញថ្ងៃនេះគឺខ្ញុំនិយាយពី I/O port input output អញ្ចឹង smart monitor ទាំងពីរនេះបំពាក់មកជាមួយនឹង run USB port ផង HDMI ផងហើយជាពិសេសភ្ជាប់មកជាមួយនឹង Thunderbolt ដែលជាប្រភេទ Type C អាចបញ្ជូនរូបភាពបញ្ជូនទិន្នន័យបញ្ជូនវីដេអូហើយក៏អាចសាកថ្មក្នុងកម្រិតល្បឿនលឿនរហូតដល់65 វ៉ាត់ផងដែរសម្រាប់ផលិតផល Samsung ទាំងអស់នេះវិញអ្នកនរគ្នាអាចប្រើប្រាស់ដោយមិនចាំបាច់ព្រួយបារម្ភអ្វីឡើយដោយសារតែមានការធានា3ឆ្នាំចេញពីក្រុមហ៊ុន Samsung ប្រទេសកម្ពុជាហើយក៏ដូចជាមាន service នៅគ្រប់ខេត្តក្រុងផងដែរ